ចម្រើនពរនេះបើយើងចង់ឲ្យបានផ្កាឬក៏ដំណាំរបស់យើងលូតលាស់បានល្អយើងជាដំបូងនោះយើងដុតយើងត្រូវចេះធ្វើធ្យូងកាមហើយនេះជារបៀបធ្វើធ្យូងកាមជាដំបូងយើងយកភ្លើងមកដុតវាមកភ្នក់សិនមកហើយរួយកាមជុំវិញតិចហើយយើងយកជាអំពង់មួយឬក៏ប៉ាំងអាស័យយើងចងជាអំពង់ដូចលូហ្នឹងយកទៅដាក់នៅចំកណ្ដាលហ្នឹងហើយដាក់នៅចំកណ្ដាលទៅហើយយើងរួយកាមជុំវិញនឹងទៅដាក់វាប៉ុន្មានល្មមឬក៏ច្រើនទៅតាមដែលយើងមានហើយវានឹងឆេះទៅតាមស្រួលនឹងឲ្យបានជាធ្យូងកាមល្អសម្រាប់ដាំដំណាំផ្សេងហ្នឹងហើយទុកដាក់គល់ដំណាំផ្សេងដើម្បីជួយឲ្យដីនឹងឯងជប់ទឹកបានល្អនឹងយើងដាក់អំពង់ចឹងមកហើយវានឹងឆេះតាមស្រួលពេលដែលវាឆេះចិត្តអស់ឬក៏ឆេះអស់ហើយយើងយកទឹកយកមកស្រោចវាហ្នឹងហើយយកទឹកមកស្រោចវាដើម្បីកុំឲ្យវាឆេះអស់តែឆេះអស់ទៅជាផេះហើយលែងទៅជាធ្យូងកាមហើយចឹងរីករាយនឹងមើលពីរបៀបនៃការធ្វើនេះជាបន្ត